ខ្ញុំនឹងយកឈុតទឹកថ្នាំ AB មកសាកជាមួយនឹងកៅអៅពណ៌ម្ដងអញ្ចឹងបងប្អូនជាច្រើនសួរខ្ញុំថាបងកៅអៅពណ៌ប្រើបានអត់ទឹកថ្នាំហ្នឹងអញ្ចឹងខ្ញុំមកសាកជាមួយនឹងអាវ Q ដែលជាអាវបុគ្គលិកកំពង់ដរអញ្ចឹងគឺគាត់អាវគាត់គឺគាត់នៅ50ថ្ងៃអញ្ចឹងបងប្អូនដឹងស្រាប់ហើយសម្រាប់បុគ្គលិកដែលគាត់ធ្វើការនៅលើកំពង់ដរគឺគាត់ធ្វើការនៅ50ក្តៅ50ខ្យល់50ភ្លៀងអញ្ចឹងមិនថាខែភ្លៀងមិនថាខែក្តៅទេគឺពេលដែលខែក្តៅគឺគាត់បែកញើសជោគអាវអញ្ចឹងណាអញ្ចឹងអាវគាត់តែងតែសើមហើយបើសិនជាគាត់អត់មានពាក់អាវអីតំណប់ខាងក្នុងមួយទៀតទេដូចថាអាវយឺតអាវអីថតពីខាងក្នុងទេគឺក្អែដែលចេញពីខ្លួនដូចញើសដូចអីហ្នឹងគឺវាជាប់នៅសាច់ចំណាត់អាវនឹងត្រាំនៅជាមួយញើសយើងហ្នឹងវាបង្កឲ្យទៅកើតទៅជាដែលយើងហៅថាថ្លើមឡើងអាចឡើងហ្នឹងណាបងប្អូនតាមពិតទៅគាត់គឺជាម៉ួយប្រចាំកន្លែងខ្ញុំដែរទេកៅអៅហ្នឹងគឺខ្ញុំឃើញកៅអៅគាត់ប្រឡាក់អញ្ចឹងឡើងអញ្ចឹងយូរប៉ុន្តែដោយសារមានភ្ញៀវគាត់សួរចំពោះកៅអៅពណ៌ធ្វើបានអត់អញ្ចឹងក៏ខ្ញុំសម្រេចចិត្តខ្ចីកៅអៅគាត់យកមកធ្វើដើម្បីឲ្យបងប្អូនបានទស្សនាអញ្ចឹងណាថាតើកៅអៅពណ៌ហ្នឹងធ្វើចេញអត់សម្រាប់អាចដើកនៅលើកៅអៅពណ៌ហើយវិធីក្នុងការប្រើប្រាស់គឺយើងត្រូវតែប្រើជាមួយទឹកក្តៅបញ្ជាក់បងប្អូនអញ្ចឹងគឺយើងប្រើជាមួយទឹកក្តៅដែលដាំពុះអញ្ចឹងសម្រាប់អាវមួយគឺយើងប្រើទឹកក្តៅចំណុះ2លីត្រកន្លះទៅ3លីត្រទៅបងប្អូនដើម្បីឲ្យវាលិចកៅអៅនឹងសប់សាច់ល្អហើយសម្រាប់ទឹកថ្នាំគឺយើងដាក់5កម្រិតអីទៅហើយសាប៊ូម្សៅគឺយើងដាក់មកចុងសព្រាបាយយើងបានហើយអញ្ចឹងយើងដាំទឹកពុះហើយគឺយើងដាក់ចូលគ្នាយើងកូរឲ្យសប់ឲ្យវាលាយឡើងជាពពុះហើយសុំយើងយកកៅអៅដាក់ត្រាំបងប្អូនអញ្ចឹងបន្ទាប់ពីត្រាំរយៈពេល1ម៉ោងកន្លះទៅ2ម៉ោងគឺយើងយកកៅអៅច្រាស់បងប្អូនមានច្រាស់យកច្រាស់មកដុសបន្ថែមនៅកន្លែងស្នាមប្រឡាក់ណាដែលវាមិនទាន់ចេញស្អាតល្អគឺយើងដុសបន្ថែមនៅតំបន់ស្នាមប្រឡាក់ទាំងអស់ហ្នឹងរួចគឺយើងយកចាក់ទឹកថ្នាំនឹងចោលទៅគឺយើងយកទៅចម្រាស់ជាមួយនឹងសាប៊ូធម្មតាដែលយើងបោកប្រចាំថ្ងៃនៅផ្ទះយើងរាល់ដងហ្នឹងគឺបោកមកទឹកទៀតទៅហើយជំនះទឹកស្អាតមកទឹកទៀតដាក់ហាលបានហើយអាហ្នឹងសម្រាប់ស្នាមប្រឡាក់ទូទៅដោយឡែកសម្រាប់អញដើកវិញគឺខុសពីការធ្វើស្នាមប្រឡាក់ទូទៅសម្រាប់អញដើកគឺយើងរូបមន្តនៃការដាក់ម្សៅដាក់ទឹកថ្នាំទឹកក្តៅហ្នឹងគឺដូចគ្នាខុសត្រង់ថាក្រោយពីយើងត្រាំ2ម៉ោងហើយយើងដុសរួចរាល់ហើយគឺយើងអត់ទាន់ចាក់ទឹកថ្នាំនឹងចោលទេគឺយើងដាក់ត្រាំតទៀតអាហ្នឹងសម្រាប់អញដើកអាចចៃអាចកលាតអីយើងដាក់ត្រាំតទៀត4ទៅ5ម៉ោងបន្ថែមទៀតណាសិមយើងធ្វើការចាក់ទឹកនឹងចោលហើយយើងបោកជាមួយសាប៊ូយើងធម្មតាមកទឹកទៀតអញ្ចឹងសម្រាប់ទឹកថ្នាំខ្ញុំគឺវាមានប្រសិទ្ធភាពទៅលើស្នាមប្រឡាក់ទូទៅស្នាមក្អែស្នឹមក្អែកអាវកដៃអីហ្នឹងឬក៏យើងរឹងក្លៀកដោយសារយើងលាបរ៉ូអនហ្នឹងក៏ត្រូវដែរហើយមួយទៀតគឺអញដើកនឹងឯងជាពិសេសគឺអញដើកគឺវាជួយកម្ចាត់ស្នាមប្រឡាក់បើសិនជាឡើងខ្លាំងក្រាស់ខ្មឹកមែនតើអាហ្នឹងក៏វាអាចជួយបាន80ទៅ90%ដែរអញ្ចឹងណាបងបើសិនជាឡើងស្រាលអីគឺស្អាត100%អញ្ចឹងចាប់ពីថ្ងៃទី10នេះទៅសម្រាប់ស្តុកខ្ញុំគឺអត់ខ្វះខាតទៀតទេបងប្អូនគឺចូលមកគឺមានលក់គ្រប់គ្រាន់អញ្ចឹងបងប្អូនឆាតមកពីណាក៏មានស្តុកដែរអញ្ចឹងណាបងប្អូន